ខ្ញុំប្រកាសណាជាកូនជាចៅជាប្រជានារីរបស់ព្រះអង្គនិងបងប្អូនជនរួមជាតិខ្មែរទាំងអស់ពិតជាមានសំណាងខ្លាំងណាស់ដែលបានកើតជាប្រជានារីរបស់ព្រះអង្គដែលមានព្រះមហាក្សត្រប្រកបទៅដោយព្រហ្មវិហារធម៌ស្រឡាញ់អាណិតយកចិត្តទុកដាក់ជាមួយនឹងប្រជានារីទាំងអស់ពួកខ្ញុំប្រកាសណាគឺពិតជាមានសំណាងខ្លាំងណាស់ដែលបាននៅក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ព្រះអង្គព្រះមហាក្សត្រជីវិតដំកល់លើត្បូងខ្ញុំប្រកាសណាបន្ទាប់ពីឃើញព្រះភ័ក្ត្ររបស់ព្រះអង្គខ្ញុំប្រកាសណាជាកូនជាចៅនិងប្រជារាស្ត្រទាំងអស់យល់ប្រតិយរបស់ព្រះអង្គច្បាស់ណាស់ឪពុកម្ដាយគាត់តែឃើញកូនរងរបួសក៏ឈឺចាប់ណាស់ទៅហើយព្រះអង្គជាស្ដេចឃើញកូនឃើញប្រជារាស្ត្ររងទុក្ខមិនដឹងថាប្រតិយរបស់ព្រះអង្គវាមិនទេមិនដឹងថាព្រះអង្គឈឺចាប់ខ្លោចចិត្តវាមិនទេព្រះភ័ក្ត្រព្រះអង្គធ្លាប់តស៊ូសុខទុក្ខប្រជានារីមានព្រះភ័ក្ត្រស្រស់ញញឹមតែបន្ទាប់ពីឃើញវីរៈកងទ័ពរងរបួសមកក៏ពីពពួកចៅសៀមព្រះភ័ក្ត្ររបស់ព្រះអង្គបងប្អូនដែលបានឃើញវីដេអូបែរជាដឹងហើយមិនដឹងថាព្រះអង្គខ្លោចចិត្តវាមិនទេមិនដឹងបងឈឺប្រតិយវាមិនទេខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំពីចម្ងាយទៅលើប្រតិយរបស់ព្រះអង្គព្រះមហាក្សត្រដ៏ក្រមព្រហ្មវិហារធម៌បែបនេះជាតិសាសន៍ផ្សេងគឺរោអត់មានទេបងប្អូនពួកចៅសៀមដែលវាចំណែនយើងខ្លាំងសូម្បីតែព្រះមហាក្សត្ររបស់វាក៏ប្រៀបបានជាមួយនឹងព្រះមហាក្សត្ររបស់យើងដែរ